5 នាទីស្វែងរកការងារជាមួយនឹង app មួយនេះនិយាយមែនណាចំពោះបងប្អូននិស្សិតដែលរៀនចប់មិនថាមានបទពិសោធន៍ឬក៏បទពិសោធន៍ទេហើយកំពុងតែស្វែងរកការងារទាំងអស់នេះ Digital Marketing Content Creator Graphic Designer Customer Service Sales Indoor Outdoor មានតែ Working ណាមួយអ្នកនរគ្នាអាចរកការងារបានលឿនមែនទែនជាមួយនឹងគ្នាទាំងអស់នេះតោះមកមើលពីរបៀបប្រើប្រាស់ទាំងអស់គ្នាជំហានដំបូងយើងចូលទៅកាន់ App Working ណាហើយធ្វើការបំពេញព័ត៌មានទៅតាមជំហាននីមួយៗបន្ទាប់ពីចុះឈ្មោះបានជោគជ័យហើយយើងធ្វើការចុចពាក្យថា Get Start បន្ទាប់មកយើងធ្វើការចុចប៊ូតុង Upload Profile ដល់ចំណុចនេះយើងមានអីស្មុគស្មាញទេយើងគ្រាន់តែចុចប៊ូតុង Add Resume ហើយធ្វើការជ្រើសរើស CV ដែលមាន file format ជា PDF ឬក៏ Word នៅក្នុងទូរស័ព្ទដៃរបស់យើងហើយចុច Update My Resume File បន្ទាប់មកអ្នកទាំងអស់គ្នាធ្វើការចាំរយៈពេល50 second ចុះក្រោយដើម្បីឲ្យមុខងារ AI របស់យើង generate ទិន្នន័យពី CV របស់អ្នកទាំងអស់គ្នាបំពេញនៅក្នុងចន្លោះនីមួយៗនៃកន្លែង profile ទាំងអស់នេះហើយអ្នកទាំងអស់គ្នាក៏កុំភ្លេចឆែកមើលព័ត៌មានទាំងអស់នៅក្នុងកន្លែង profile នេះទាំងវិញដើម្បីឲ្យប្រាកដថាព័ត៌មានអ្នកទាំងអស់គ្នាមានគ្រប់គ្រាន់ហើយជាពិសេសនោះគឺរូបភាព profile page ថ្ងៃខែឆ្នាំកំណើតនិងបទពិសោធន៍ការងារផ្សេងៗនិងទីតាំងលំនៅឋានរបស់អ្នកទាំងអស់គ្នាពេលដែលយើងបានបំពេញព័ត៌មានទាំងអស់នេះហើយអ្នកទាំងអស់គ្នាធ្វើការមកកន្លែង My Job ធ្វើការជ្រើសរើសទីតាំងហើយពេលនោះមុខងារ AI Matching Job នឹងធ្វើការគូកងការងារជាមួយនឹងជំនាញក៏ដូចជាបទពិសោធន៍និងទីតាំងនៅជិតផ្ទះរបស់លោកអ្នកហើយយើងក៏អាចពិនិត្យមើលលក្ខខណ្ឌការងារមកធ្វើការប្រាក់ខែនិងលក្ខខណ្ឌផ្សេងៗនៅក្នុងមុខតំណែងនីមួយៗបានថែមទៀតអញ្ចឹងមកចាប់អារម្មណ៍នៅមុខតំណែងណាមួយហើយកុំភ្លេច apply ការងារមកភ្លាមៗលឿនៗទាំងអស់គ្នាណ៎ឃើញអត់ងាយអញ្ចឹងបើអ្នកទាំងអស់គ្នាចង់ស្វែងរកការងារដែលត្រូវជាមួយនឹងជំនាញនិងបទពិសោធន៍របស់អ្នកទាំងអស់គ្នាហើយមានទីតាំងនៅជិតផ្ទះទៀតនោះអញ្ចឹងកុំភ្លេចចូលទៅក្នុង App Store ឬក៏ Play Store ដើម្បីធ្វើការ download App Working ទាំងអស់គ្នា